សួស្តីខ្ញុំឈ្មោះព្រះអភ័យមនីជាអ្នកស្រឡាញ់តន្ត្រីព្រះអង្គមិនបានរៀនវិជ្ជាការប្រយុទ្ធទេតែទ្រង់រៀនវិជ្ជាផ្លុំខ្លុយវេទមន្តសំឡេងខ្លុយនេះគឺជារបស់ពិសេសសម្រាប់ខ្ញុំបិតាបានបណ្ដេញខ្ញុំចេញព្រោះតែខ្ញុំរៀនតែតន្ត្រីតើអ្នកទាំងអស់គ្នាចង់ស្ដាប់តន្ត្រីរបស់ខ្ញុំទេគេងទៅចុះមិត្តភក្តិទាំងឡាយអូបុរសនេះស្អាតសង្ហាណាស់ She fell in love with Pre Afai-mani instantly when she saw him អូបុរសនេះស្អាតសង្ហាណាស់ដោយមិនបង្អង់យូរនាងក៏បានចាប់យកព្រះអភ័យមនីហើយនាំទៅកាន់ល្អាងរបស់នាងតើខ្ញុំកំពុងនៅទីណាកុំភ័យអីខ្ញុំនឹងមើលថែអ្នកឲ្យបានល្អពេលវេលាបានកន្លងផុតទៅអស់ជាច្រើនឆ្នាំព្រះអភ័យមនីរស់នៅដោយគ្មានសេរីភាពបិតាឡាកូនអាចលើកថ្មនេះបានហើយខ្លាំងណាស់កូនប្រុសកូនត្រូវរៀនឲ្យបានច្រើនដើម្បីស្គាល់ពិភពលោកបាទលោកឪពុកខ្ញុំនឹងរៀនពិភពខាងក្រៅស្រស់ស្អាតណាស់ចៅតូចចៅតូចចៅមកពីណាសូមជួយពួកយើងឲ្យរួចផុតពីទីនេះផងកុំបារម្ភអីយើងនឹងរកផ្លូវសូមអូនទៅរកថ្នាំនៅព្រៃហេមពៀនមកឲ្យបងផងបងអើយកុំបារម្ភខ្ញុំនឹងទៅរកថ្នាំឲ្យបងភ្លាមដោយក្តីស្រឡាញ់នាងក៏ប្រញាប់ចេញទៅរកថ្នាំភ្លាមឱកាសល្អបានមកដល់ពួកគេក៏ចាប់ផ្ដើមធ្វើដំណើររត់គេចយ៉ាងលឿនអភ័យមនីអ្នកនៅឯណានាងបានប្រែកាយជាយក្សហើយតាមរកពួកគេពេញមហាសមុទ្រតូនអើយមកកំពងរកតូនអើយព្រះអង្គទៅមុខចុះខ្ញុំនឹងខាត់នាងនៅទីនេះទីបំផុតពួកគេបានមកដល់កោះកែវពិស្ដាដែលជាកន្លែងរបស់តារសី The hermit used magic to protect them from the giantess. បងអើយហេតុអ្វីបងរត់ចោលអូនយើងជាមនុស្សនិងយក្សមិនអាចរស់នៅជាមួយគ្នាបានទេអូនស្រឡាញ់បងអូនស្រឡាញ់បងទោះបីជានាងជាយក្សតែនាងមានក្តីស្រឡាញ់ស្មោះត្រង់ពួកគេបានធ្វើបុណ្យឲ្យនាងបន្ទាប់ពីនោះមកព្រះអភ័យមនីនិងកូនប្រុសបានស្នាក់នៅលើកោះជាមួយតារសីតើកោះនោះជាកោះអ្វីសំពៅរបស់ព្រះនាងបានចូលចតនៅកោះកែវពិស្ដាដើម្បីរកទឹកសាបអ្នកជានរណាខ្ញុំគឺព្រះអភ័យមនីខ្ញុំយកអភ័យមនីលោកជានរណា លោកជានរណា មនី ខ្ញុំឈ្មោះអភ័យមនីជាអ្នកនិរទេសខ្លួន សួស្តីអភ័យមនី
The princess has sympathy for the fate of Fra Apaimani. ជីវិតលោកពិតជាកំសត់ណាស់ សូមលោកនិងកូនមកជាមួយខ្ញុំចុះ They bid farewell to the islanders and the hermit to begin a new journey in life. ធ្វើដំណើរជាមួយគ្នាទៅ បាទទៅមុខជាមួយគ្នា តែងតែ នាងសវណ្ណមេលីត្រូវតែជារបស់យើង The naval battle has begun between General Usrin's army. We must protect the child សង្គ្រាមកណ្ដាលសមុទ្របានផ្ទុះឡើងរវាងទ័ពរបស់អូស្រែននិងព្រះនាងព្រះនាងកុំបារម្ភអីខ្ញុំនឹងការពារអ្នកសូមកុំភ័យអូនសំងំនៅទីនេះចុះសំឡេងខ្លុយបានធ្វើឲ្យកងទ័ពសត្រូវវង្វេងស្មារតីនិងអស់កម្លាំងទីបំផុតអូស្រែនក៏ទទួលបរាជ័យហើយសង្គ្រាមក៏បានបញ្ចប់ Victory! បងពិតជាអស្ចារ្យណាស់ពួកគេបានមកដល់នគររបស់នាងសវណ្ណមេលីប្រកបដោយសុវត្ថិភាព ពិធីអភិសេកដ៏អូឡារិកត្រូវបានរៀបចំសម្រាប់អ្នកទាំងពីរនេះហើយជារឿងរ៉ាវផ្សងព្រេងរបស់ព្រះអភិមនីសូមអរគុណសម្រាប់ការទស្សនា